សួស្តីអ្នកនរគ្នានេះគឺជា CapCut Virtual Pro អ្នកនរគ្នាអាច download យកទៅប្រើបានអូខេហ្នឹងហើយខ្ញុំប្រាប់ពីរបៀបប្រើបន្តិចអញ្ចឹងវាមាន Pro Feature មួយចំនួនយើងអាចតេស្តបានអញ្ចឹងយើងតេស្តអ្នកនរគ្នាអញ្ចឹងខ្ញុំ add ទៅនឹង Feature Pro មួយចំនួនមានជា sticker មានអីចឹងទៅឥឡូវយើងចុច Export ពេលចុច Export វានឹងទាមទារឲ្យយើង join Pro អញ្ចឹងដើម្បី export បានយើងត្រូវបិទ Wi-Fi សិនមកអញ្ចឹងខ្ញុំបិទ Wi-Fi ហើយយើងបិទCapCut របស់យើងសិនមកអូខេយើងទៅបើកសារថ្មីអូខេចាំតិចទៅដោយសាររៀង slow តិចអញ្ចឹងយើងទៅបើក project យើងធ្វើមុនហ្នឹងណាអូខេឥឡូវយើងទៅ export ទាំងអស់គ្នាឥឡូវយើងអាច export បានហើយនេះឥឡូវខ្ញុំយក18ចុះតើតងទំហំយើងអាចរើសបានតាមនឹងបានអញ្ចឹងខ្ញុំចុច export អញ្ចឹងវាលែងទាមទារឲ្យយើងjoin Pro ទៀតទេអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមនឹងបានអូខេវីដេអូហ្នឹងមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាអញ្ចឹងតិចទៀតខ្ញុំនឹងreview វីដេអូដែលយើង export តគ្នាអូខេឥឡូវវីដេអូរបស់យើងexport ចិត្តបាន 100% តោះយើងទៅបើកមើលអ្នកនរគ្នាចឹងនេះវីដេអូយើង export មុនហ្នឹងចឹងយើងឃើញ Feature Pro មួយចំនួនវាមាននៅនឹងស្រាប់អូខេបាយបាយ